តើអ្នកធ្លាប់មានអារម្មណ៍ថារវល់ពេញមួយថ្ងៃធ្វើការតាំងពីព្រឹកទល់យប់ប៉ុន្តែពេលថ្ងៃលិចទៅវិញអ្នកបែរជាមានអារម្មណ៍ថាមិនសូវបានសម្រេចលទ្ធផលអ្វីសោះមែនទេឬមួយអ្នកតែងតែភ្លេចធ្វើរឿងសំខាន់ៗបញ្ហាមិនមែនមកពីអ្នកមិនពូកែទេតែមកពីអ្នកខ្វះការរៀបចំផែនការបើគ្មានផែនការអ្នកនឹងខ្លាចជាទេសកលនៃស្ថានភាពថ្ងៃនេះខ្ញុំនឹងចាត់រំលឹក3ជំហានក្នុងការរៀបចំផែនការប្រចាំថ្ងៃដើម្បីប្រែក្លាយជាថ្ងៃដែលវឹកវរឲ្យទៅជាថ្ងៃដែលផលិតភាពបំផុតជំហានទី1រៀបចំផែនការតាំងពីយប់មិញកំហុសដែលមនុស្សភាគច្រើនធ្វើគឺក្រោកពីព្រឹកហើយទៅគិតថាថ្ងៃនេះត្រូវធ្វើអ្វីនេះជាការចំណាយថាមពលខួរក្បាលចោលទៅទេចំនួនមកវិញចូលចំណាយពី5នាទីមុនចូលគេដើម្បីកត់ត្រាការងារសម្រាប់ថ្ងៃស្អែកពេលអ្នកក្រោកមកភ្លាមអ្នកដឹងច្បាស់ថាត្រូវធ្វើអ្វីហើយអ្នកអាចចាប់ផ្ដើមបានភ្លាមដោយមិនបាច់ស្ទាក់ស្ទើរជំហានទី2ប្រើច្បាប់ការងារធំ3កុំសរសេរ to do list វិញដូចកន្ទុយលែងបើអ្នកដាក់ការងារ20មុខអ្នកនឹងមិនធ្វើចប់ហើយនឹងមានអារម្មណ៍ថាបរាជ័យចូលជ្រើសរើសការងារសំខាន់បំផុត3យ៉ាងដែលអ្នកត្រូវធ្វើឲ្យចប់នៅថ្ងៃនេះបើអ្នកធ្វើ3យ៉ាងនេះចប់អ្នកចាត់ទុកថាថ្ងៃនេះជាថ្ងៃជោគជ័យការងារតែផ្សេងទៀតចាត់ទុកថាការងារបន្ថែមជំហានទី3កំណត់ម៉ោងឲ្យច្បាស់លាស់គ្រាន់តែសរសេរថាអានសៀវភៅគឺមិនគ្រប់គ្រាន់ទេអ្នកត្រូវកំណត់ថាអានសៀវភៅនៅម៉ោង7ដល់ម៉ោង7កន្លះព្រឹកការកំណត់ម៉ោងជួយឲ្យអ្នកមានការបដិញ្ញាចិត្តខ្ពស់និងកាត់បន្ថយការពន្យាពេលចាត់ទុកថាម៉ោងទាំងនោះជារ៉ាសំខាន់ជាមួយខ្លួនឯងដែលហាមអ្នកថាមករំខានលោកបានជាមិនប្រានក្លិនធ្លាប់ពោលថាបើអ្នកបរាជ័យក្នុងការរៀបចំផែនការគឺស្មើនឹងអ្នកកំពុងរៀបចំផែនការដើម្បីបរាជ័យសាឡបងយកប៊ិចនិងសៀវភៅមកកត់ត្រាផែនការរបស់អ្នកសម្រាប់ថ្ងៃស្អែកមើលតែការងារធំ3យ៉ាងរបស់អ្នកគឺជាអ្វីខមមិនប្រាប់ខ្ញុំផងកុំភ្លេច like និង subscribe channel ពន្លឺគំនិតជួបគ្នាក្នុងវីដេអូក្រោយ